ấy chàng supera này su tha khi mà ná ngó pru lư cái này dây tha tê và đa prum có đây đi chan đây nâng về trừ lợt ỏi thà tơ ca để kê này dây nâng này dây rương ấy pru đây đi chan về pra ban chán mình này dây tay chùm pu sạt thế chẳng á mà nuôi dân còn miền đây để chán đấy đôi chia mà nuôi sạch đây để chán đấy chẳng đây để chán bây giờ vậy ta sạch đây để chán là nâng về chom món chia sạch chia sạch men cho mình nữa ha chia sạch đây để chán chia animal nè ngài vấn đề bờ này dây biệt thật đây để chán thực tế nè ngài đây để chán thực tế cứ tràn sầm đau từ lơ vị tríឬក៏អំពើឬក៏ពាក្យសម្ដីអញ្ចឹងឧទាហរណ៍ថា Derichan កថា Derichan កថានោះយើងទាំងអស់នេះសមានពេលណាយើងនិយាយពាក្យនាំឲ្យកើតកិលេសនាំឲ្យកើតកាមរាគៈនាំឲ្យកើតការព្យាបាទនិយាយពាក្យរយរាយឥតប្រយោជន៍សិតទៅហៅថា Derichan កថាយើងក៏ Derichan ដែរប៉ុន្តែមិនមែនរាងកាយជា Derichan តែពាក្យសម្ដី Derichan ហើយមែនតើសត្វ Derichan មែនតើវាមិនទាំងចេះនិយាយផងប៉ុន្តែ Derichan កន្លែងនេះមិនមែនប្រែដល់សត្វទេមិនមែនពាក្យសម្ដីសត្វទេ Derichan កន្លែងនេះប្រែថាវាតតឹងពាក្យដែលវាតតឹងតោះពាក្យដែលវារារាំងមគ្គផលពាក្យសម្ដីដែលវារារាំងសុគតិសួគ៌ឬក៏រារាំងមគ្គផលវាមិនមែនជាដំណើរទៅកាន់ការរួចផុតទុក្ខអញ្ចឹងណាវិជាក៏អញ្ចឹងដែរវិជាផ្សេង skill ផ្សេងហ្នឹងណាដែលមិនប្រព្រឹត្តទៅដើម្បីការដឹងច្បាស់ប្រព្រឹត្តទៅដើម្បីការលះបង់វាប្រព្រឹត្តទៅដើម្បីឲ្យតែការមានការកើតការយល់ខុសដូចជាវិជាមុនអាគមអូមអាមក្តាមដុតអីជាដើមហ្នឹងហៅថា Derichan នៃវិជាមិនមែនវិជារបស់សត្វ Derichan ទេស្ដាប់ឲ្យតន់ថាជាវិជាដែលវាទៅតឹងទាស់ផ្លូវទៅកាន់មគ្គផលនិព្វានអញ្ចឹងណាអញ្ចឹងវាយើងត្រូវយកថាតើក្នុងបរិបទអីដែលគេនិយាយរឿងDerichan ហ្នឹងហិនសុខុមសុទ្ធាសូមលោកម្ចាស់គ្រូខ្ញុំឈ្មោះហិនសុខុមសុទ្ធាខ្ញុំមានសួរចង់សួរលោកម្ចាស់គ្រូខ្ញុំសូមទោសសូមកាមាទោសច្រើនណាស់លោកម្ចាស់គ្រូបើខ្ញុំនិយាយខុសឆ្គងអត់មានខុសអីទេបងក្នុងកន្លែងហ្នឹងអត់អីទេចិត្តស្អាតគឺស្អាតហើយនិយាយពាក្យខុសអត់បញ្ហាអីទេកុំឲ្យបន្លំធ្វើខុសបើនិយាយច្រឡំមែនទែនគឺជាកុសលខ្ញុំបានស្ដាប់លោកម្ចាស់គ្រូច្រើនមកហើយតែហេតុអ្វីខ្ញុំនៅតែមានអារម្មណ៍នៅមិនសុខសោះចឹងពេលខ្លះក៏ស្ដាប់លោកម្ចាស់គ្រូយល់តែពេលខ្លះស្ដាប់មិនចូលហើយនៅតែគិតថាចង់តែស្លាប់ម្ដងហ្នឹងហើយអញ្ចឹងដូចអាត្មាឆ្លើយជាមួយសំណួរដូចជាសំណួរណាខាងដើមអញ្ចឹងថាស្ដាប់ប៉ុន្តែស្ដាប់តែអាត្មានិយាយទូទៅឆ្លើយទូទៅសម្ដែងធម៌ទូទៅតែមិនតាន់បានរៀនអំពីបរមត្ថធម៌នៅឡើយអត់តាន់បានរៀនពីចិត្តនឹងនៅឡើយព្រោះមិនស្ងប់នឹងគឺចិត្តមិនស្ងប់មិនមែនហិនសគុណសុខុមសុទ្ធានឹងអ្នកមិនស្ងប់ទេអញ្ចឹងណាមិនមែនហិនសុខុមសុទ្ធានឹងជាអ្នកមិនស្ងប់ទេគឺចិត្តទេដែលវាមិនស្ងប់ហ្នឹងហើយហិនសុខុមសុទ្ធានឹងគ្មានអំណាចអីទៅគ្រប់គ្រងចិត្តនឹងទេពីព្រោះចិត្តជាធម្មជាតិកើតពីបច្ច័យឃើញទេបច្ច័យរបស់វាប៉ះអារម្មណ៍ក៏វាកើតឡើងហ្នឹងហើយមិនដែលចិត្តណាវាអត់អារម្មណ៍កើតឡើងទេពីព្រោះមកអាចនិយាយបានថាហិនសុខុមសុទ្ធាមិនតាន់បានរៀនបរមត្ថនៅឡើយព្រោះសរសេរធម៌អត់ត្រូវ
គឺថាអារម្មណ៍មិនស្ងប់តាមពិតអារម្មណ៍ស្ងប់ល្អណាស់អារម្មណ៍មិនចេះខ្វាយខ្វល់អារម្មណ៍មិនចេះកើតទុក្ខអារម្មណ៍មិនចេះរវើរវាយទេតែចិត្តទេតើដែលខ្វាយខ្វល់កើតទុក្ខមិនស្ងប់នៅពេលប្រសពនឹងអារម្មណ៍អញ្ចឹងណាព្រោះតួអារម្មណ៍ដូចជារូបអញ្ចឹងរូបដែលយើងមើលឃើញវាចេះមិនស្ងប់អីវាសំឡេងវាចេះមិនស្ងប់អីវាងងទៅវាអញ្ចឹងទៅក្លិនហ្នឹងវាមិនចេះមិនស្ងប់អីវាតួទាំងអស់ហ្នឹងជាអារម្មណ៍ប៉ុន្តែពេលដែលចិត្តយើងដឹងវាទៅគិតថាម៉េចហួងហែងទៅតក់ស្លុតទៅអីទៅដូច្នេះដូចស្អី Einstein ក៏គាត់និយាយដែរថាគឺជាការឆោតល្ងងដាស់ដែលមនុស្សធ្វើហេតុដដែលតែប្រាថ្នាផលផ្សេងមានន័យថាអំពើធ្វើដដែលតែយើងប្រាថ្នាផលផ្សេងអានឹងវាមិនសមហេតុផលទេឧទាហរណ៍យើងរៀនតែខ្មែរទេដែលយើងចេះចង់ចេះនិយាយភាសាអង់គ្លេសឬក៏យើងរៀនតែអង់គ្លេសទេយើងចង់ចេះនិយាយភាសាថៃយើងរៀននិយាយតែភាសាថៃទេតែយើងចង់ចេះនិយាយភាសាចិនដែលអត់រៀនយ៉ាងណាមិញអញ្ចឹងត្រូវមើលហេតុថាតើហិនសកុមគុន្ធាបានរៀនពីចិត្តឬនៅហើយតាមដានវាឬនៅឬគ្រាន់តែស្ដាប់ទូទៅនៅឡើយទេអញ្ចឹងណាបើស្ដាប់ទូទៅនៅឡើយទេពិតជាច្បាស់ណាស់ថាមិនដឹងថាត្រូវតាមដានចិត្តនឹងយ៉ាងណាឡើយអញ្ចឹងជាចម្លើយយ៉ាងខ្លីថាបើចង់តាមដានចិត្តត្រូវតែរៀនពីចិត្តចង់តាមដានគោត្រូវតែរៀនពីគោត្រូវចង់តាមដានជ្រូកក៏ត្រូវតែរៀនពីជ្រូកអានឹងចង់ស្គាល់ជ្រូកចង់ទៅចាប់ជ្រូករៀនពីសេះវាអត់ត្រូវទេហ្នឹងជឿត្រូវតែរៀនពីចិត្តអញ្ចឹងមានពេលត្រូវរៀនណាត្រូវរៀនដាក់ពេលរៀនបាទមេរៀនមានអស់ហើយនៅក្នុង channel YouTube ហ្នឹងមានអស់ហើយបាទពីដំបូងមកហ្នឹងជនីមេម៉ៃឯមេបដិជគុណសប្ថ្ងៃខ្ញុំកណាសប្ថ្ងៃខ្ញុំមានរឿងគ្រួសារម៉ាក់ខ្ញុំកណាមិនសប្បាយចិត្តដោយកូវីដអស់នេះរឿងលក់ដូរបន្តិចតើខ្ញុំកណាគួរធ្វើបែបណានឹងម្ដាយដល់ម្ដាយស្ដាប់ដែរណាបើយើងសួរជំនួសម្ដាយនឹងពធុបថយវាទល់តែយើងគិតថាបញ្ហានោះគឺជាបញ្ហាទាំងអស់គ្នាវាមិនមែនតែយើងទេណាវាបញ្ហាទាំងអស់គ្នាបើយើងគិតតែយើងលំបាកជាងគេអាហ្នឹងយើងយកទម្ងន់មកដាក់ខ្លួនឯងប៉ុន្តែបើយើងគិតថាវាជាបញ្ហាទាំងអស់គ្នាអានឹងវារៀងស្រាលបន្តិចប៉ុន្តែវាមិនតាន់ស្រាលមែនទែនជាងការទទួលស្គាល់ការពិតទេហ្នឹងគ្រប់យ៉ាងដែលកើតឡើងវាមិនមែនរឿងកូវីដទេគឺអនិច្ចារម្មណ៍ដែលកំពុងប្រកបឡើងស្អីដែលទាស់ជាមួយកូវីដហ្នឹងគឺតោមនោះដែលប្រកបឡើងនៅក្នុងផ្លូវចិត្តរបស់យើងហ្នឹងនឹងនៅតែក្នុងទ្វារភ្នែកតិចចំនដាតកាយចិត្តដដែលហ្នឹងហើយព្រោះហេតុដូច្នោះហើយទើបព្រះបរមគ្រូព្រះអង្គត្រាស់ថាបុគ្គលឯណាគ្រប់គ្រងទ្វារនឹងបានបុគ្គលនោះឈ្មោះថាជាបុគ្គលធំក្នុងโลกនេះអញ្ចឹងនៅក្នុងការគ្រប់គ្រងនោះវាអត់មានពេលនេះពេលនោះឬក៏កូវីដមិនកូវីដទេឲ្យតែយើងកំណត់ដឹងត្រូវកូវីដវាគ្មានចូលមកតាមណាហ្នឹងវាលែងតែវាឆ្លងចូលខ្លួនយើងតែម្ដងបើវានៅតែជាអារម្មណ៍ឬដំណឹងពីនេះពីនោះទេវានៅតែជាដំណឹងខាងក្រៅដដែលទេបើអស់មកវគ្គហើយទៅមើលទៀតឈ្មោះកុសលវើន Buddhism នេះអរគុណលោកម្ចាស់គ្រូរាល់ថ្ងៃខ្ញុំកណាពងរៀនអភិធម្មដែលលោកម្ចាស់គ្រូបរៀនដែរទៅតែរៀនអំពីចេតសិក52បងសាធុនឹងទៅតាមដំណើរបន្តិចម្ដងនិយាយទៅអាត្មាគ្រាន់តែបើកផ្លូវឯងខំធ្វើរាល់ថ្ងៃហ្នឹងធ្វើឲ្យមានមេរៀននៅក្នុង YouTube នៅក្នុងអីហ្នឹងគឺចង់បើកផ្លូវឲ្យមានជំរើសអាត្មាមិនអង្គុយតែស្ដីទេអាត្មាស្ដីផងអាត្មាបើកផ្លូវផង
Nângអង្គុយទៅស្ដីទៅអូជឿខុសអញ្ចេះអញ្ចោះអត់មានផ្លូវឲ្យដើរអត់ទេអាត្មាមានផ្លូវឲ្យដើរប្រាប់ថាហ្នឹងវាអត់ត្រូវប៉ុន្តែអាត្មាប្រាប់ថាដើម្បីរកផ្លូវហ្នឹងឲ្យត្រូវតើធ្វើម៉េចត្រូវរៀនហើយមានមេរៀនឲ្យរៀនបញ្ហាក្នុងសង្គមយើងគឺបញ្ហាគ្មានដំណោះស្រាយហ្នឹងអ្នកឃើញបញ្ហាច្រើនប៉ុន្តែมันមានដំណោះស្រាយដូច្នេះការសិក្សាចម្រើនបញ្ញាតាមរយៈពធនេះឯងគឺជាដំណោះស្រាយជាផ្លូវនឹងរៀនចេះយល់ស្គាល់ដឹងទៅដឹងហ่ะខុសត្រូវយ៉ាងម៉េចហ្នឹងដឹងខ្លួនឯងមកដល់ពេលហ្នឹងមានជំរើសដោយខ្លួនឯងប៉ុន្តែបើយើងគ្រាន់តែប្រាប់ថាផ្ដេសផ្ដាសជឿផ្ដេសផ្ដាសចេះចោះវាអត់មានផ្លូវអាហ្នឹងមកដបង4ទេដូចតែបន្ថែមបញ្ហាចឹងប៉ុន្តែទន្ទឹមគ្នានោះអាត្មាព្យាយាមបង្កើតផ្លូវថាបង្កើតផ្លូវចឹងមិនត្រូវទេគ្រាន់តែបើកផ្លូវមានទេគ្រាន់តែបើកផ្លូវដើម្បីឲ្យវិជាជនយើងនឹងបានមានជំរើសថាដើម្បីយល់រឿងហ្នឹងទៅតាមណាអញ្ចឹងណាអញ្ចឹងមានផ្លូវដែលត្រូវទៅគឺរៀនហើយរៀនមានមេរៀនឲ្យទៀតបើព្រះអង្គយល់ថាបណ្ដុលពេជ្រទោះដាំនៅទីណានៅតែល្វិញមានន័យថាមនុស្សអាក្រក់ទោះអប់រំយ៉ាងណាក៏នៅតែអាក្រក់ដែរវាតាមឧបនិស្ស័យមនុស្សដែរណាឧបនិស្ស័យមនុស្សពួកមនុស្សយើងវាសន្សំមកខ្លះវាមានល្អវាមានអាក្រក់ខ្លះសន្សំអាក្រក់ជាប់រហូតវាខុសគ្នាអញ្ចឹងបានព្រះអង្គឧបមារឿងមនុស្សលិចរហូតនោះមនុស្សលិចរហូតដូចបដូលពេជ្រហ្នឹងប៉ុន្តែបើមនុស្សលិចហើយងើបឡើងវិញអាហ្នឹងមិនមែនបដូលពេជ្រទេជាពូជគ្រាន់តែវាមានអីបាំងតែប៉ុណ្្នឹងទេមានអីបាំងមិនឲ្យពន្លឺពធហ្នឹងជ្រាបចូលដល់អញ្ចឹងណាយើងមើលទៅដូចជាមនុស្សអាក្រក់អញ្ចឹងគាត់គ្រាន់តែគិតខុសមកពេលអីចឹងប៉ុន្តែមិនមែនជាទុបបច្ចៈបុគ្គលទេគ្រាន់តែគាត់រកផ្លូវមិនតាន់ឃើញតែប៉ុណ្្នឹងឯងប៉ុន្តែជាស្រ័យគាត់ជាស្រ័យល្អដូចអង្គលមៀលមនុស្សអធិស្រ័យល្អណាពូជល្អទេតែគេធ្វើឲ្យពូជនឹងខូចដែលហៅថាអហិង្សកកុមារឈ្មោះដំបងអហិង្សកកុមារមនុស្សល្អមនុស្សមិនចេះបៀតបៀនមនុស្សមិនចេះធ្វើឲ្យគេឈឺចាប់ទេមនុស្សនឹងល្អណាស់ហើយទៅរៀនបកាយជាងគេទៀតប៉ុន្តែដល់កើតពីការចំណែនរបស់គ្រូនោះខ្លាចគ្រូខ្លាចកូនសិស្សនឹងរៀនទៅវាបកាយជាងខ្លួននោះក៏បើកើតពាក្យកុហកឲ្យទៅកាត់យកមករៀមដៃដើម្បីរៀនមុនពិសេសអានឹងព្រះអង្គនិយាយពីការសែបគប់ពីឆ្លងពូជមិនមែនពូជអាក្រក់ទេតែគាត់តែឆ្លងជាតិដូចដើមស្វាយព្រះអង្គលើកទៅដើមស្វាយរបស់ព្រះរាជាដែលមានពូជពីណាទេពូជហ្នឹងពូជបានពីណាទេមិនចាំថាផ្លែនោះថាវាឆ្ងាញ់វាផ្អែមល្អប៉ុន្តែនៅពេលដែលស្ដេចដតីនោះចង់បំផ្លាញស្វាយហ្នឹងណាកុំឲ្យវាផ្អែមវាល្អចឹងទៀតក៏ឲ្យអ្នកបម្រើរបស់ខ្លួនមួយបន្លំខ្លួនទៅបម្រើថែសួនកន្លែងនោះហើយឲ្យដាំដើមបដូលពេជ្រព័ទ្ធជុំវិញរឹសវាហ្នឹងរឹសបោះស្វាយហ្នឹងចឹងទៅបដូលពេជ្រហ្នឹងរឹសចាក់រឹសជាមួយនឹងស្វាយហ្នឹងទៅប្រហែលឆ្នាំក្រោយមកផ្លែស្វាយហ្នឹងទៅជាល្វីងសួរថាតួស្វាយហ្នឹងជាតួបដូលពេជ្រទេថាមិនមែនទេតែវាឆ្លងជាតិតាមបដូលពេជ្រចឹងបានក្រោយមកមានបរិសម្នាក់ដែលគាត់ឆ្លាតគឺប្រពោធិសត្វហ្នឹងដើរមើលថាស្វាយហ្នឹងមិនក៏វាទៅជាល្វីងចឹងពីមុនផ្អែមសឹងអីមិនក៏ទៅជាល្វីងចឹងដើរមើលទៅក៏ឃើញសុទ្ធតែដើមស្លាក់ដើមស្លែងដើមបដូលពេជ្រនៅពាត់រឹសវាហ្នឹងក៏ឲ្យគេកាត់គេកោះយកចេញទៅស្រោចទៅដោះស្រោចអីឡើងវិញទៅស្វាយហ្នឹងក៏ទៅជារឹសក៏ផ្លែហ្នឹងផ្អែមធម្មតាដូចដើមអញ្ចឹងពេលដែលស្វាយហ្នឹងល្វីងមិនមែនពូជបដូលពេជ្រទេតែវាឆ្លងដូចអហិង្សកកុមារអញ្ចឹងអង្គុលមៀលដែលមានឈ្មោះថាអហិង្សកកុមារអញ្ចឹងជាតិគាត់ជាមនុស្សល្អប៉ុន្តែចាញ់បោកគេមកគ្រាដោយគេញុះញង់ដោយគេចាក់ចុចឃើញទេឆ្លងអាហ្នឹងឆ្លងដោយឥទ្ធិពលដែលគេញុះញង់មនុស្សយើងអញ្ចឹងពូជរបស់អហិង្សកកុមារមិនមែនពូជបដូលពេជ្រទេគឺដូចជាពូជស្វាយដែលត្រូវបណ្ដូលពេជ្ររុំអញ្ចឹង
ទៅពេលដែលយកបដូរពេជ្រចេញវិញនឹងទៅជាពូជស្វាយផ្អែមដដែលតែបើមនុស្សណាដែលដោះមកជាពូជបដូរពេជ្រប្រឹងមិនក៏មិនបានបានកែមិនក៏មិនបានសូមបងជួយបញ្យល់អរិយាបថគោរពឈ្មោះពៅវិចិត្រសូមព្រះអង្គជួយបញ្យល់អរិយាបថគោរពព្រះសង្ឃថ្នាក់តូចឬធំព្រោះខ្ញុំឃើញអរិយាបថនៃការគោរពជ្រុលពេកសឹងតែលើកទូលលើក្បាលឡាហ្នឹងហើយបើគោរពបើចេញពីចិត្តបណ្ណាក៏មិនអីដែរចង់គោរពលោលិតជើងទៀតក៏វាមិនខុសដែរប៉ុន្តែបើគោរពដោយមិច្ឆាទិដ្ឋិទេអានឹងគោរពមិនក៏ខុសដែរគោរពបន្តិចក៏ខុសគោរពច្រើនក៏ខុសដែរត្រឹមតែពាក្យថាគោរពអត់ខុសទេឧទាហរណ៍ដូចអ្នកខ្លាំងដល់វាជ្រះថ្លាពេកសំបាយចិត្តពេកទៅព្រះអង្គសំដែងមកវាត្រូវចិត្តពេកថ្វាយអង្គមលូនទៅដល់អោបប្របាទព្រះអង្គហើយយកមាត់ជប់ប្របាទព្រះអង្គទៀតវាត្រូវពេកណាត្រូវពេកព្រះអង្គនិយាយត្រូវពេកមានចង្រៃអីអាហ្នឹងអត់ចង្រៃទេលើកជើងព្រះអង្គដាក់លើក្បាលទៅក៏មិនអីដែរប៉ុន្តែសកម្មភាពដូចគ្នាហ្នឹងគោរពព្រោះតំណែងធំគោរពព្រោះស្អីថ្វាយអង្គមព្រោះចង់បានសេចក្តីសុខថ្វាយអង្គមដោយគិតថានាំមកនៅសេរីសួស្តីថ្វាយអង្គមទៅវាអស់ចង្រៃថ្វាយអង្គមទៅរកស៊ីមានបានថ្វាយអង្គមអញ្ចឹងអាថ្វាយបណ្ណាខុសដូចគ្នាអាថ្វាយមែនទែនក៏វាខុសអាថ្វាយកន្លះក៏ខុសអាថ្វាយបន្តិចក៏ខុសអាអត់ថ្វាយក៏មិនត្រូវដែរអត់ត្រូវព្រោះអាកំណត់ចេញទៅវាអត់ត្រូវហ្នឹងហើយចឹងណាដូច្នេះមិនខុសទេបើនិយាយត្រឹមតែការគោរពចង់គោរពប៉ុណ្ណាគោរពទៅប៉ុន្តែកើតពីការជ្រះថ្លាពិតប្រាកដចឹងណាហ្នឹងហើយដូចគេគោរពព្រះសម្មាសម្ពុទ្ធឬក៏ដោយកាលដែលសេរីបុត្រលោកគោរពព្រះសម្មាសម្ពុទ្ធនោះយកអាសនៈទៅក្រាលឲ្យពុទ្ធគង់ឲ្យភាសាវៈគង់លើអាសនៈផ្កាអីចឹងទៅគេរយរាយផ្កាតាមផ្លូវព្រះអង្គមុនទៅថាប៉ុណ្ណាក៏អត់ខុសដែរបើវាចេញពីការគោរពជ្រះថ្លាវាអត់ខុសទេប៉ុន្តែបើកើតពីជំនឿផ្ដេសផ្ដាស់ថាថ្វាយចឹងវាបានចេះបានចុះបានចេះបានចុះអានឹងធ្វើប៉ុណ្ណាខុសដែរអាធ្វើច្រើនក៏ខុសអាតិចក៏ខុសអាកណ្ដាលក៏ខុសនឹងចឹងប៉ុន្តែថ្មយល់ពីអ្នកសួរគិតថាមើលទៅដូចអានេបអានើបគោរពដឹងស្អីអាហ្នឹងចឹងហើយបើមិនកើតពីការជ្រះថ្លាទេគោរពបានតែរបៀបអែបអបអីចឹងទៅឬក៏វាមិនអែបអបទេដោយយល់ថាថ្វាយទៅវាបានសុខសេរីសួស្តីចឹងមិនបុនខ្លះមុនសើលោកមានតំណែងធំដោយយល់ថាយកលោកតំណែងធំមកហ្នឹងឲ្យរស់ស៊ីមានបានតាមតំណែងលោកអីចឹងណាសើតែរឿងខទាំងអស់ហ្នឹងមានស្អីថាកំថាខុសថាវាមិនតាន់ត្រូវទេចេះវាមិនតាន់ត្រូវថាខុសយើងខ្លាចខឹងថាវាមិនតាន់ត្រូវណាហើយយើងគិតថាម៉េចឲ្យវាត្រូវល្មិចបើក្នុងវណ្ណៈសង្ឃហ្នឹងចែកវណ្ណៈទៅហើយពុទ្ធខំរំលាវណ្ណៈចោលឯងមកចែកវណ្ណៈនេះមន្ត្រីថ្នាក់នេះអង្គុយនេះមន្ត្រីថ្នាក់នេះអង្គុយនេះមកចែកវណ្ណៈពេញនោះហ្នឹងហើយចឹងហ្នឹងមកជាដដើមតំណែងគ្នាហ្នឹងដោយសារអញ្ចឹងសុគឹមហឹមខ្ញុំកណាសូមក្រាបថ្វាយបង្គំលោកម្ចាស់គ្រូពីចម្ងាយខ្ញុំកណាមានចម្ងល់ខ្លះចង់សួរមួយសូមលោកម្ចាស់គ្រូជួយបកស្រាយទោសទាំង10យ៉ាងចំពោះបុគ្គលដែលប្រទុះនិងបុគ្គលដែលមិនប្រទុះតបទោស10យ៉ាងហ្នឹងអាត្មាចាំអត់អស់ទេដូចជានៅធម្មបតតកថាសភៅបាលីខ្មែរយើងភាគ2រឿងនាងសមាវតីយោតនដេនអតនដេសអបតុថេសសុសតិហ្នឹងណាដាក់អាជ្ញាដល់បុគ្គលដែលគ្មានអាជ្ញាណាបន្ទុះជាមួយបុគ្គលមិនបន្ទុះតបដូចឧទាហរណ៍ដូចយើងបន្ទុះជាមួយប្រសង់អីចឹងទៅ
ăn từ lúc ọt miên na ọt miên pra bơ hăng xa ấy từ lọp với cái chơi chê chơi bật tu chơi bật tu chân đó nông này nó lúc trong gì chứ bộ cô nè búa lúc miên ai nhai nè lúc miên ai nhai miên cặp lương miên na xây từ bịt biên dưỡng hay dưỡng đăng thà ô lúc ọt chơi bật tu ọt hiên bật tu chẳng chê xài trăng chắn năng anh có thà bật tu chừng phụ bộ cô để mình bật tu và năng chuyện đào bộ cô na tiết cả đói vô toàn đây nè toàn đầy sợ toàn đầy nè mình đòi nhà đòi pra ca sừng quạt sừng cân tam để dạ ẩm nai cái đây tam để dạ bịa sừng đây cái đây tam để dạ plei cai cái đây nè vô toàn đầy nè năng toàn đầy nè đòi nhà nó toàn đầy nè lại nó toàn đầy sợ nó bên không bộ cô đại miên nhà bên này là không bộ cô đại miên nai này ngày chơi ta sừng cọt sừng cân kia tư chơi ta thơ bạp kia tư ăn được kia ọt miên nha kia ọt miên na chơi là sờ bài chất không ca biệt biên tư không này nâng từ tu nó tô đọc giảng và ông sầm đánh không ăn được tha nó đọc giảng nó đôi chỉ trâu vị nè trọp sầm bát trâu từ tu tô toàn hon trâu lệ khuôn chư thôn rư có trâu chuột bị col bị ca từ say và xa để dân tức nông năng đọp giang tham rọp mỏ trâu ấy tiết tô chờ nó vì mình men bọc cô này ọt nhà nó một vơ oi vì nè tê có bàn tay đời dân chở lố là biệp dân tự biệt biên nè để ọt nhá từ bố sao hiền mà này bên đọc pe hiền tới cái ọt to hiền tới cái ọt to sự để cọ không chân nó việc căn là có khơn láng việc căn là sờ bài chân đừng bầm mát cái về sờ bài chân đừng phơi bạp cái tới có sò nó bị co pun khlang láng đo cầm rạch bảo vía với tàu ôi chua rồi ai dân tới pun nó pe để dân tự biệt biên cái mình tàu đây có sò là thua nè thua biệt biên nó về có sò là thua cả na với co pun đo cầm rạch bảo vía với thầu khổ thế này vì anh mình nè tục bởi cái khăn đá nó đôi thà chơi khai chơi là ai ấy bàn tay đó là biên nè để ọt to nè để ọt nhá ấy khmiên là na chui tục phóng với chơi có khơn nó không bờ thợ bạp kì nè chơi thợ bạp bán chơi thợ bạp đó và chào kì bán chơi và chào chân tới biệt biên kì bán chơi biệt biên chân tới với co pun đòi kỳ lai nó tràn tới khmiên nè chui tục để rồi hốt đó tìm mối việc bật lật Paul bán trừ vì này sọc rụp chẳng thể xe sreit mà rộp mình ói lơ bình to tiết rồi học cả na bạc nơi nông chừng crán bài nhôm pro lùi đạp lùm chạc rú cào môn ơi cả na bật hơi tay lấu chụp hơi tiền cả na bạc lừ lằng lừ chẳng bên này thà cụ xa nhôm chạy đạp thô đai là và xa thụ mua ấy vậy nè bộ hàng cô bật thô bật song khi mà na xôm bậc kênh sầm nô thì mũi ta căn sal hói ta nơi chưa cừu tê pro cọt trong tay chân kê ta miền tàu hiền nà tiến pro cọt ban căn sal hói sầm nô tí pi bong ôn đôi trong chân nè khné ruột pra ẩm pơ chanh khné đói oi cừu thơ rương thơ đôi vị thi na về chỉ rương rom khang cày tại trâu mơ từ đó chật bao về cao chinh ẩm pi chật cọ hai việc mía rương ấy để trâu tê chẳng á mơ tại rương chật khang nông tao vừa bạch thật tổ rô cừu tê đấy lâu ưu tiên họ thả khăn cái đặt tân ấy cái này bạch rô cừu na tế bắt là khăn đặt tân ấy cái này dây đưa cái này đó cung cái này đó ở tại trên pi có sòn chứ mình có sòn là chân vì miền ta đọc pi tê
ប៉ុន្តែវាឲ្យទៅធ្វើបាបរឿងច្រើនរឿងណាបើផ្នែកដោយចិត្តអាក្រក់ចង់ឲ្យគេវិនិច្ឆ័យហ្នឹងតែពីរដួងឯចិត្តហ្នឹងរៀនឲ្យឃើញតែពីរដួងហ្នឹងទៅឃើញសម្លាប់ក៏ដោយប្រើគេឲ្យសម្លាប់ក៏ដោយសម្លាប់ដោយដាក់ថ្នាំពុលសម្លាប់ដោយបាញ់កំភ្លើងសម្លាប់ដោយដាក់អន្ទាក់ដាក់ចម្រងសម្លាប់ដោយស្អីដោយបំភ័យសម្លាប់ដោយឯណានេះមួយឲ្យតែរឿងបៀតបៀនគេហ្នឹងគឺចេញពីអកុសលតែចិត្តតែពីរដួងអញ្ចឹងបានថានៅពេលដែលយើងរៀនបរមត្ថអភិធម្មបន្តិចទៅគឺផ្លូវកាត់មែនទែនហ្មងវិនិច្ឆ័យរឿងខុសរឿងត្រូវហ្នឹងគឺថាអត់ចាំបាច់ទៅរៀបរាប់អំពើគេធ្វើអញ្ចេះអំពើគេធ្វើអញ្ចោះនេះធ្វើអញ្ចេះប្រើនេះឲ្យធ្វើអញ្ចោះអត់មើលឃើញតែចិត្តដឹងហ្មងតែចេញពីចិត្តអីអានោះតែចេញពីអកុសលបាបតែចេញពីកុសលបុណ្យណាឃើញទេស្រួលទេសនុកមើលណាហ្នឹងហើយអញ្ចឹងបានថាអូអភិធម្មពិបាកណាស់ស្មានថាអត់ចេះអភិធម្មពិបាកទៅវិញហ្នឹងពិបាកវាពិបាកគិតថាណាខុសណាត្រូវវាពិបាកគិតអត់មានអីទៅវាស់ដែលយើងស្គាល់ពីបរមត្ថផ្លូវចិត្តនេះច្បាស់ចង់ចេញម៉ូតអីក៏ដឹងចង់ចេញម៉ូតអីក៏ដឹងចង់ចេញម៉ូតអីក៏ដឹងតែចេញពីទៅតោះខឹងភ័យខ្លាចទោសៈចេញពីជាប់លោភៈឃើញទេហ្នឹងហើយវាសនុកមើលអញ្ចឹងតាំងពីរឿងចាញ់ផ្សារគ្នាមានចិត្តឲ្យអភ័យណាគឺចង់ឲ្យគេវិនិច្ឆ័យឃើញព្យាបាទទេហើយព្យាបាទហ្នឹងថាមើលកុសលឬអកុសលវាអកុសលឃើញទេទោសមូលចិត្តហ្នឹងហើយអញ្ចឹងបានកុំភ្លេចមកឆ្លើយឲ្យចឹងហើយប៉ុន្តែឲ្យចង់ច្បាស់ជាងហ្នឹងត្រូវរៀនមេរៀនមានហើយមេរៀនមានអស់ហើយក្នុង YouTube ហ្នឹងដាក់playlist កន្លែងមេរៀនអភិធម្មទៅរៀនចេះតែប៉ុណ្្នឹងទៅចាំមើលបំឆ្លាតជាងមុនហើយលែងឆ្ងល់ថារឿងគេធ្វើមិនហ្នឹងលែងតែមើលដល់ចិត្តឃើញដឹងតែមកបន្តទៀតកណាថ្វាយបង្គំឲ្យសពគ្រប់មកកណាជាមនុស្សមិនងាយសម្របនឹងមនុស្សជុំវិញខ្លួនជួនកាលកណាមិនធ្វើតាមគេព្រោះជាទង្វើអកុសលតើកណាត្រូវធ្វើដូចម្តេចដើម្បីសម្របនឹងគេបានវិធីសាស្ត្រដែលល្អសម្រាប់យើងវាមិនមែនរឿងសម្របឬមិនសម្របទេគឺត្រូវមើលផ្លូវដើរដែលត្រឹមត្រូវផ្លូវដែលត្រឹមត្រូវមិនមែនផ្លូវស្របទេមិនមែនផ្លូវស្របតាមគេទេមែនទេទីមួយត្រូវមើលថាតើអំពើរបស់យើងហ្នឹងវាប៉ះពាល់ផលប្រយោជន៍គេអត់យើងនាំសេចក្តីឈឺចាប់ទៅដល់គេអត់ទីពីរមើលថាអំពើដែលយើងធ្វើហ្នឹងខុសច្បាប់ទម្លាប់អត់ហើយទី3មើលគោលការណ៍របស់យើងដើរហ្នឹងច្បាស់លាស់អត់សម្រាប់ខ្លួនយើងបើងើយច្បាស់ប៉ុណ្ណឹងហើយទៅមិនទៅអាហ្នឹងទៅផ្គប់ចិត្តមនុស្សវាអត់កើតហើយវាឃើញថាមនុស្សហ្នឹងរស់នៅជាមួយមិនកើតទេចាស់បាយយើងជាសម្របមិនឧទាហរណ៍គេធ្វើចោលសម្របតាមគេដែរគេផឹកថ្នាំញៀនយើងសម្របតាមគេដែរអាហ្នឹងវាមិនមែនរឿងអញ្ចឹងត្រូវដឹងខុសដឹងត្រូវផ្លូវណាគួរធ្វើផ្លូវណាមិនគួរធ្វើ be yourself and express yourself ជាខ្លួនរបស់អ្នកពិតប្រាកដមិនមែនជាការរឹងរូសទេប៉ុន្តែត្រូវពន្លិចពីគោលការណ៍របស់យើងថាតើយើងធ្វើអីណាជាងការធ្វើរបស់យើងដែលយើងយល់ថាត្រឹមត្រូវហើយវាបាត់ខ្លះហើយមិត្តភ័ក្តិនោះហ្នឹងហើយវាបាត់ហើយមិត្តភ័ក្តិហ្នឹងគង់តែបាត់ខ្លះហើយប៉ុន្តែជាមិត្តភ័ក្តិពិតប្រាកដមិនមែនជាមនុស្សអង្គុយរិះគន់យើងមិនមែនជាមនុស្សធ្វើឲ្យយើង build up confidence អត់បានធ្វើឲ្យយើងខ្សោយក្នុងការគិតចឹងមិត្តច្រើនណាក៏ប៉ុន្តែមិត្តដែលអាចទទួលយកបានគឺមិត្តដែលអាចធ្វើឲ្យយើងមាន confidence មានទំនុកចិត្តក្នុងការធ្វើការអីមួយ
nè đôi mai vậy họ ngay bớt sầm rọp tam kế anh vậy linh mà bớt sầm rọp tam kế theo mày thôi sỏi tức sỏi kia đó tròn bó tròn kia đó cái chưa không tha thấu đây tha mấy chắc ta khóc mà khóc đừng tha trâu mày vâng xưa thà pet mà tha nó bắt mà nước rọp an đấy bắt men ót bắt thì mất rùm thằng riêng cho môi con này bắt ót chớn á cái tha mà chơi sừng ta phía tràn đấy để chơi cái đó trâu plau miền nào tôi đâm tôi là hốt bây giờ đang thật đào tôi nè thấy nhỉ chúng căn dân đang thật tay dân từ na mình tôi sầm rọp môi nên đi mình tôi sầm rọp môi nó ca ruột nữa bởi chỉ lẽ cái nạ cho trái cho đừng môi xí cái pra diplomatic ấy xí vẫn mới chỉ lẽ cái nạ ruột nữa không lẽ cái nạ thôi ca nghe chỉ nó chỉ cào coi tập please môi kênh coi ta sầm rọp tam kế nó ngó bá dương bắt luôn dương hay hồ thưa em cao thế anh chăng được chứ này chỉ giờ ball bát mà ọt miên hướng sầm rọp mình sầm rọp ấy sầm khăn mơ với thật không hề thử đi chìm ra được ọt bị pa ball phải dõi kê ọt ô với một pa thế vì khả năng to chặt kê xóa năng thì chế lên là đâu như này ở cái chế là đâu và mình sầu ngạt đã cắt phum ọt cái brụ gió mấy cái phum màu phum mỗi mấy cái lưu đây Subhani Sun Côn oi mà đai soi tức oi đầm bay ban sực đầy sọc hai mà đai cọt chỉ nẹ vô thua đái ta mà đai nó cọt nơ miên mà cha tự thệ đài rực tề nè bà cọt soi đòi tức chất ạ nụ cua côn hay tức nâng cọt khả năng tăng chất hay chưa tầm nàng tức chất mê ta bỏ quạt ý chấn á có tăng chất chân bàn mình men tức nâng nóm ối cao sở đầy xu sở đầy nụ tê tại đôi thay dùng với ọt miên ấy xó đôi ọt miên ấy chinh chia sẻ cảm ập hiệp hay bờ sân chia cọt vô tức nâng tầm nàng tức chất sở lành bỏ quạt hay thơ tới với ọt ấy đôi cao bởi hà non lục vô tức từ sroi srop nơi cầm bền chắc khả năng tầm nàng tức chất sắp sai mê ta thua đây và là bây giờ vô thật tức nâng bật chìa ai nằm sọc nằm chừng rai bật bật cót à nâng với chỗ mê cha tự thể hời vừa tức chìa ập chìa cả ta thòm mìa mình mền chìa cọ xà lá rồi có ạ cọ xà lá nó tì mua Visva cam tê bật bọt Visva cam tê bật bọtรูปโปรไฟล์ជាលោកផងសួរថាខ្ញុំកណាសូមប្រកេនមួយសំណួរទៀតតើការធ្វើពិធីកម្មផ្សេងៗដូចមានប្រសងខ្លះនិងអាចារ្យខ្លះដឹកនាំគេក្រុងពលីតើជាហេតុបច្ច័យទៅកាន់មិច្ឆាទិដ្ឋិមិនជាហេតុបច្ច័យទៅកាន់ទិដ្ឋិទេគឺមិច្ឆាទិដ្ឋិដែលជាបច្ច័យឲ្យធ្វើអពិធីនោះមិនធ្វើពិធីនឹងហើយបានកើតមិច្ឆាទិដ្ឋិទេណាគឺព្រោះតែមិច្ឆាទិដ្ឋិទៅធ្វើពិធីនោះនឹងឆ្លើយខ្លីចឹងអ្មេចបានជាមិច្ឆាទិដ្ឋិមិច្ឆាប្រតិខុសទិដ្ឋិប្រតិការយល់ការឃើញការយល់ខុសចាកសេចក្តីពិតយើងបកមករឿងកម្មផលវិញមកបើនៅក្នុងសាសនាដទៃបាក់និយាយគ្នាថាចុះក្រែងយើងនិយាយពីកម្មផលអីកម្មនឹងវាមានកុសលកម្មនិងអកុសលកម្មកុសលកម្មនាំនៅសុខវិបាកអកុសលកម្មនាំឲ្យមានទុក្ខវិបាកបើស្អីវានៅ cause និង effect ហេតុនិងផលរឿងអីទៅបន់រឿងក្រុងពលីនឹងបានសេចក្តីសុខឃើញយើងយល់វាអត់ត្រូវទេទៅយល់ថាបង្កើតកម្មវិធីបួងសួងក្រុងពលីនាំសេចក្តីសុខមកឲ្យចុះឯណាកុសលយើងអត់បានធ្វើកុសលផងហ្នឹងហើយដូចយើងអត់បានបញ្ចូលលុយទូរស័ព្ទអញ្ចឹងហើយជាចង់ខលចេញមកវាខុសរឿងចង់ខលចេញវាទៅបញ្ចូលលុយយើងអត់បញ្ចូលផងហ្នឹងអត់បញ្ចូលទៅទិន្នន័យប៉ុនមកហ្នឹងមានតែការសុំការបួងសួងអត់ធ្វើផងហ្នឹងហើយចង់បានសុខហ្មងដូចរឿងកូវីដ -19 អញ្ចឹងទៅបន់ទៅក្រុងពលីទៅសូត្រមន្តឲ្យវាបាត់កូវីដ -19 ហ្មង
ឃើញវារឿងខុសរឿងấyដូចនិយាយខាងដើមមិញចឹងនៅថៃមិនគុំថាខ្មែរយើងខ្ញុំថាទៅគឺខឹងថាមកថាថៃមកនៅថៃស្ដាប់មកបានមកឃើញរូបនៅថៃលោកអង្គុយមកជួកាន់អំបោះហ្នឹងសូត្រមន្តរឿងកូវីដហើយពាក់ម៉ាស់គ្រប់គ្នាហើយយកបើខ្លាំងទៅពាក់ម៉ាស់ទៅអីឃើញទេសិតតែរឿងភ័យខ្លាចចឹងចម្លើយយ៉ាងខ្លីថាមិនមែនពិធីដឹកនាំក្រុងប៉ាលីនាំឲ្យទៅកាន់មិច្ឆាទិដ្ឋិនោះទេថាព្រោះមិច្ឆាទិដ្ឋិទៅបង្កើតក្រុងប៉ាលីមិច្ឆាទិដ្ឋិនោះវាកើតមុនទៅនាំទៅក្រុងប៉ាលីដោះមិច្ឆាទិដ្ឋិចោលក្រុងប៉ាលីកន្លែងមានដែរការបួងសួងគ្រប់យ៉ាងមិនតែរឿងក្រុងប៉ាលីទេថ្វាយគុំព្រះសុំសុខនឹងកន្លែងមានដែរថ្វាយគុំមានតែមួយគត់ដែលត្រឹមត្រូវគឺអរគុណព្រះអង្គដែលបានផ្ដល់មេរៀនដ៏ត្រឹមត្រូវឲ្យយើងចប់គឹមកើកឡៅគៀកឡៅកើកឡៅកិច្ចឡៅគឹមកិច្ចឡៅខ្ញុំកណាសូមរានគុំព្រះអង្គខ្ញុំមិនតន់យល់ច្បាស់អំពីរឿងព្រះអានន្ទតើមានប៉ុន្មានអ្នកព្រោះថាមានប្អូនប្រុសរបស់ព្រះពុទ្ធឈ្មោះនន់ដែរតែនន់បានត្រាស់ដឹងធម៌ពេលដែលព្រះថានឹងទៅដណ្ដឹងប្រពន្ធនៅឋានទេវតាឲ្យប្រធេរៈឈ្មោះអានន្ទមានតែមួយអង្គទេឃើញវាមានពាក្យអានិងពាក្យនន់ដែលបានឃើញសច្ចធម៌បានជាព្រះអរហន្តនៅពេលដែលរៀបការហ្នឹងមិនមែនឈ្មោះអានន្ទទេឈ្មោះនន់អូតួជាងតួតែម្ដងនន់ព្រះនន់អញ្ចឹងហើយដល់អានន្ទដែលជាឧបថារបស់ព្រះពុទ្ធហ្នឹងមានតែមួយទេណាមានព្រះអានន្ទតេហ្នឹងហើយបើកុហកហ្នឹងមានរឿងឈ្មោះនន់ហ្នឹងក៏មានមួយដែរនន់តមាននុបអីចឹងហ្នឹងយើងស្គាល់ក្រៅពីហ្នឹងមានច្រើនទៀតប៉ុន្តែអាត្មាដឹងបានខ្លះអញ្ចឹងហើយនន់តមាននុបធ្លាក់នរកនេះអញ្ចឹងហើយនឹងអានន្ទសិទ្ធិនេះឈ្មោះដូចព្រះអានន្ទដែរប៉ុន្តែមិនមែនជាអ្នកបួសទេតែលើកមកថាព្រះអានន្ទមានប្រមាណដែលថាព្រះអានន្ទហ្នឹងគឺសំដៅទៅលើប្រធេរៈមួយអង្គដែលជាឧបថារបស់ព្រះពុទ្ធមានតែមួយអង្គទេហើយជាដូនមួយព្រះអង្គដែលបានសម្រេចធម៌ពេលរៀបការនោះឈ្មោះនន់មិនឈ្មោះអានន្ទទេលីអានជុតតនីហ្វូជិតនីលីអានហ្វូជិតនីថ្វាយបង្គំលោកគ្រូខាងក្រោយជាសំណួរដែលកណាឃើញក្នុង Facebook ហើយមានចម្លើយខុសៗគ្នាសូមសួរថាតើព្រះសង្ឃក្រាបថ្វាយបង្គំអ្នកមានគុណតើខុសដែរឬទេមកដូចឆ្លើយពីរដងហើយសំណួរហ្នឹងណាអ្នកមានគុណនោះបើសិនជាបួសដូចគ្នាហើយបួសមុនជាញោមប្រុសហើយលោកបួសមុនហើយលោកកូនបួសក្រោយថ្វាយបង្គំបានដូចគេឯងធម្មតាតែបើលោកទាំងពីរនៅជាក្រហោះគឺជាអវន្តយបុគ្គលជាបុគ្គលដែលបព្វជិតមិនក៏បីថ្វាយបង្គំអញ្ចឹងណាគិតតាមវិន័យគឺមិនត្រូវទេមិនត្រូវថ្វាយបង្គំទេតែមិនមែនមិនអនុញ្ញាតឲ្យបម្រើកិច្ចការផ្សេងឡើយនឹងចឹងនឹងវិន័យគឺដាក់បានគឺបានមិនបានគឺមិនបានអត់មានប៉ុន្តែទេណាវិន័យអត់មានប៉ុន្តែដូចច្បាប់ចរាចរណ៍អញ្ចឹងតែភ្លើងក្រហមត្រូវតែឈប់អត់មានប៉ុន្តែខ្ញុំបញ្ញាប់ទេណាអត់ទេគឺមិនវាចឹងច្បាប់គឺច្បាប់ហើយយើងចេះយកគំនិតយើងហ្នឹងម៉ែតើមានទៅតោះខុសអីអាហ្នឹងយើងដាស់ថាយើងមើលច្បាប់គឺច្បាប់បើច្បាប់ចេះតែប៉ុន្តែវាលែងជាច្បាប់ហើយសុច័ន្ទអណ្ឌ្រេអង់ដ្រើអណ្ឌ្រេខ្ញុំណាសុំសួរសំណួរថាតើចិត្តហសិតបាគឺជាចិត្តអ្វីដែរគឺម្ចាស់កណាភ្លេចបាត់ទៅហើយហសិប្រែទៅសោចហសិហ្នឹងប្រែទៅសោចហាប៉ុន្តែថាសោចហសិតបាតនេះហសិតៈហ្នឹងគឺថាតបាតៈមានន័យថាការចិត្តដែលញ៉ាំងការញញឹមឲ្យប្រកបឡើងអញ្ចឹងប្រែឲ្យចំសភាវៈទៅថាចិត្តដែលញ៉ាំងការញញឹមឲ្យប្រកបឡើងមានន័យញញឹមហ្នឹងមិនអត់ចិត្តទេគឺចិត្តហ្នឹងធ្វើឲ្យមានការញញឹមនឹងហៅថាហសិតបាត
ហើយការញញឹមនេះគឺជាការញញឹមរបស់ព្រះអរហន្តឬក៏បក្ខីណាស្របមិនមែនការញញឹមរបស់ពុទ្ធជនទេក៏មិនមែនជាការញញឹមរបស់ព្រះសិក្ខបុគ្គលថ្នាក់ក្រោមដែរយើងថ្ងៃនេះថ្ងៃចុងឆ្នាំបើឲ្យឆ្នាំសកលអាត្មាមិនបានធ្វើអីទេតែអាត្មាក៏គោរពចំពោះការស្រឡាញ់ពេញចិត្តរបស់ប្រជារាស្ត្រទូទៅទាំងខ្មែរឬក៏បរទេសអីក៏ដោយគោរពការស្រឡាញ់ពេញចិត្តរៀងៗខ្លួនតែចង់ធ្វើអីចឹងណាប៉ុន្តែអ្វីដែលជាការផ្ដាំផ្ញើគឺត្រូវថែរក្សាសុវត្ថិភាពទៅដើរលេងគ្រប់ទីកន្លែងកុំឲ្យសបាយខ្លាចជាទុក្ខនេះយើងប្រយ័ត្នទៅណាយើងគ្រោះថ្នាក់យើងហាមមិនបានទេប៉ុន្តែយ៉ាងណាឲ្យនៅក្នុងក្របខ័ណ្ឌបើកឡានទៅឆ្ងាយជាពិសេសគ្រឿងស្រវឹងបើចង់បើកឆ្ងាយត្រូវច្បាស់ថាមានអ្នកបើកឡានមួយដែលមិនផឹកកុំឲ្យផឹកទាំងអស់គ្នាឥឡូវថ្មមិនហាមទាំងអស់គ្នាមិនឲ្យផឹកទេឧទាហរណ៍ថានៅស្រុកនេះគេចេះច្រើនប៉ូលីសឲ្យផ្លុំអីចឹងបើកឡានជាពិសេសពេលចូលឆ្នាំអីអញ្ចឹងគេណាត់គ្នាឧទាហរណ៍ថាគេទៅជប់លៀងហ្នឹងគ្នាម្នាក់ក្នុងមួយឡានហ្នឹង 4-5 នាក់អញ្ចឹងគឺគេត្រូវទុកម្នាក់ឲ្យជាអ្នកបើកឡានហ្នឹងអត់ផឹកទេទុកសម្រាប់បើកឡានព្រោះអីព្រោះទី1ដើម្បីសុវត្ថិភាពទី2ពេលប៉ូលីសឲ្យផ្លុំគឺផ្លុំតែអ្នកបើកហ្នឹងទេអ្នកជិះក្នុងឡានស្វឹងលាតែអីក៏អីដែរអញ្ចឹងណាដល់យើងគិតគេធ្វើអញ្ចឹងត្រូវគេធ្វើត្រូវមួយយ៉ាងដើម្បីសុវត្ថិភាពអញ្ចឹងសម្រាប់អ្នកទៅជប់លៀងដែលមានរថយន្តបើកហើយថាម៉ូតូជិះខ្លួនឯងកុំផឹកបើជិះម៉ូតូហ្នឹងហើយផ្ដាំកូនចៅថ្មដឹងថាអាត្មានិយាយនេះវាមិនអាចដល់អ្នកផឹកអ្នកអីទាំងអស់គ្នានឹងទេប៉ុន្តែកូនចៅចឹងដែរសម្រាប់ឪពុកម្ដាយសម្រាប់ជីដូនជីតានៅមានឱកាសអាចនិយាយជាមួយកូនចៅយើងបានអីចឹងណាកូនអើយសប្បាយឲ្យតាំងពេលវេលាបើកូនឯងបើកឡានមានគ្នាអ្នកណាត្រូវបើកឡានហ្នឹងកុំឲ្យផឹកហើយបើផឹកតអ្នកអត់បើកទៅបានហើយដកម្នាក់សម្រាប់បើកឡានព្រោះបើកផ្លូវឆ្ងាយទុកម្នាក់សម្រាប់បើកឡានទៅអាហ្នឹងជាការផ្ដាំផ្ញើពររបស់អាត្មានោះហើយបើជិះម៉ូតូទៅគឺដាច់ខាតកុំផឹកណាបើផឹកកុំជិះម៉ូតូបើមានម៉ូតូកុំផឹកហ្នឹងហើយបើថាចង់ទៅផឹកខ្លួនឯងទៅយ៉ាងម៉េចដោយបាយជិះតាក់ស៊ីទៅផឹកទៅហ្នឹងហើយមកវិញជិះតាក់ស៊ីមកកុំជិះម៉ូតូបើទៅផឹកហើយពួកយើងហាមមិនបានអាហ្នឹងក្នុងករណីយើងហាមឲ្យមិនឲ្យផឹកមិនបានប្រាប់ទៅកុំស្ដាយលុយកូនបាទចូលឆ្នាំអីចឹងខ្លួនឯងចង់ទៅសប្បាយអីជិះតាក់ស៊ីទៅផឹកទៅកូនហើយមកវិញជួលចាក់តាក់ស៊ីជិះមកវិញមកខ្លួនឯងចង់ផឹកត្រេតមិនព្រែកទៅតែហាមមិនឲ្យខ្លួនឯងបើកខ្លួនឯងទេឬក៏ជិះម៉ូតូខ្លួនឯងទេអញ្ចឹងណាចូលក៏ជាចំណែកមួយចូលរួមកាត់បន្ថយនៅសោកនាដកម្មរាល់ពេលដែលមានពិធីបុណ្យធំហ្នឹងហើយអញ្ចឹងអាត្មាអាចជួយជាយោបល់បានប៉ុណ្ណឹងអាត្មាគ្មានសិទ្ធិទៅហាមមិនឲ្យផឹកទេប៉ុន្តែផឹកឲ្យវាមាន credit អញ្ចឹងណាឲ្យសបាយហើយត្រូវគេតេស្ត deal គេថតដាក់ Facebook អូស្វឹងដាច់ធ្លាក់ភ្នែកបើកបុកនេះបុកនោះហ្នឹងហើយវាបាត់បង់ទាំងកិត្តិយសគ្រោះថ្នាក់ទាំងខ្លួនយើងដល់អ្នកដទៃទៀតបាទអញ្ចឹងឧបាយល្មមយើងមិនទៅផ្ដាច់អីពួកគាត់កើតទេព្រោះគាត់ចង់សប្បាយអញ្ចឹងប៉ុន្តែមានឧបាយខ្លះក្នុងការណែនាំគ្នាបាទNita After នៅកូរ៉េកណាចង់ឲ្យ
ចង់ឲ្យអាត្មានឹងពរនីអំពីរូបសម្បត្តិរបស់ព្រះសម្មាសម្ពុទ្ធកាលណាចង់ឆ្លាក់រូបសំណាករបស់ទ្រង់ដោយសេចក្តីអនុគ្រោះនៅកូរ៉េថ្ងៃបន្ទាប់គ្រោះថ្នាក់ចរាចរណ៍ឆេះរូបកណ្ដាលនៅកូរ៉េថ្ងៃបន្ទាប់គ្រោះថ្នាក់ចរាចរណ៍ឆេះក្នុងរូងបណ្ដាលឲ្យស្លាប់5នាក់និងរបួសជាច្រើនអ្នកទៀតបន្ទាប់ពីឆេះប៉ោយប៉ែតហ្នឹងក៏ឯនោះក៏ឆេះនៅក្នុងរូងភ្នំណែព្រោះច្រើននៅផ្លូវក្រោមភ្នំឃើញវាអត់មាន guarantee ទេអត់មានធានារ៉ាប់រងអីបានមានជាក្រុមហ៊ុនធានារ៉ាប់រងអីរឿងសងលុយសងកាក់ប៉ុន្តែគ្មានក្រុមហ៊ុនឯណាទៅធានារ៉ាប់រងសងជីវិតហ្នឹងទេអត់ទេកុំថាឡើយយើងជារាជសាមញ្ញសម័យស្ដេចក៏ដោយដូចយើងល្បីប្រហែលឆ្នាំមុនដៃអាណាក៏ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងថាអត់មាន guarantee ទេអត់មានទេអញ្ចឹងបានចម្រៀងមួយច្រៀងព្រោះដែរអ្នកមានកុំអាលអអ្នកក្រកុំអាលភ័យដូចបទហ្នឹងដូចអ្នកស្រីសុងសេងហ៊ុនច្រៀងតាមមកចាំបើខុសអីជាស្រ័យបងយូរហើយឮតាំង9ជាងឆ្នាំ9ជាងរឿងរូបសម្បត្តិព្រះអង្គហ្នឹងអាត្មាពរនាទៅធ្វើទៅចេញអត់ស្អាតទេបើយើងនិយាយតាមពីតាមមហាបរិសលក្ខណៈមែនទេហ្នឹងធ្វើទៅចេញជាបុគ្គលចម្លែកបងឧទាហរណ៍ថាព្រះអង្គទ្រង់ឈរអញ្ចឹងបើតម្លាក់ដៃត្រង់អត់អោនទេណាព្រះអង្គអាចអែលអង្គុញជង្គង់នេះបានអញ្ចឹងសាក់យើងទៅធ្វើដៃវែងអញ្ចឹងឲ្យដូចអត្ថថាលោកបរិយាយហ្នឹងចេញជារូបចម្លែកហើយឧទាហរណ៍ដូចកែងព្រះអង្គអញ្ចឹងឧទាហរណ៍ដូចប្របាទរបស់ព្រះអង្គឧទាហរណ៍ថាអានេះបាតជើងអានេះជើងឈរពីលើចាត់ជា4 1 2 3 4អញ្ចឹងទៅមុខ2ផ្នែកមកក្រោយ1ផ្នែកអាត្មារកអីឲ្យដូចមក1 2 3 4ទីហៅថាប្រវែងបាតជើងអញ្ចឹងប៉ុណ្ណឹងអញ្ចឹងកែងប្រវែងប៉ុណ្ណេះប្រវែងពីនេះមកនេះហើយខាងចុងជើងព្រះអង្គ1 2ហើយបានដល់ជើងនៅនេះអញ្ចឹងកែងប្រវែងនេះហើយអាទៅមុខប៉ុណ្ណេះយើងមើលបើកែងជើងយើងនៅប្រផិតចេះកែងជើងយើងធម្មតាចុះពីលើមកកែងខាងញក់ចេះបន្តិចបើកែងព្រះអង្គឡើងវែង1/4ហើយអាទៅមុខ2/4ហើយ1ភាគនៅចំអាជើងពីលើធ្វើតាមហ្នឹងហ្មងចេញជារូបចម្លែកអញ្ចឹងមានតែរកជាងណាដែលធ្វើស្អាតទៅបានហើយធ្វើឲ្យដូចមហាបរិសលក្ខណៈនិយាយក្នុងកូពីស្មានថាចេញទៅមនុស្សចម្លែកហ្នឹងហើយដូចជាងដែលអាត្មាមើលទៅវាមិនសូវទាស់ចិត្តហ្នឹងគឺក្រុមសិល្បៈសូនរូបនៅពោធិ៍សាត់នឹងឯងនឹងមកប្រម៉ូទប៉ុណ្ណឹងប៉ុន្តែបើឲ្យអាត្មានិយាយពីមហាបរិសលក្ខណៈហើយយើងធ្វើឲ្យដូចចេញទៅចំណេះចម្លែកគឺព្រះអង្គខុសពីគេមកចេញទៅជាស៊ីងាន់ងន់ណាជាស៊ីងាន់សូមឲ្យលោកចាស់គ្រូជួយដាក់ឈ្មោះឲ្យកូនខ្ញុំកណាមួយហ្នឹងហើយនឹងចាំមើលគិតគូសិនកូនប្រុសកូនស្រីកូនប្រុសហ្នឹងហើយកូនប្រុសខ្ញុំគិតបន្តិចបានដាក់បានភ្លាមអញ្ចឹងដាក់ទៅមិនល្អចាក់ក្រៃលីសានអានមិនរួចខូវីខុយពូមិន
កណាថ្វាយអង្គមបងគ្រូពីចង្អែខ្ញុំកណាមានចម្ងល់មួយនៅពេលមនុស្សរៀបស្លាប់មិនអោយកូនចៅញាតិយំក្បែរព្រោះខ្លាចបែកអារម្មណ៍កើតក្នុងភពមិនប្រសើរករណីចង់សួរព្រះអង្គគ្រូបើពឹងលើអារម្មណ៍ចុងក្រោយចុះបុណ្យដែលអ្នកនោះបានធ្វើកន្លងមកវាមិនមានប្រយោជន៍ទេឬហើយបើយ៉ាងនោះមនុស្សអាក្រក់ក៏អាចកើតទីដែលប្រសើរដែរឲ្យតែអារម្មណ៍ចុងក្រោយប្រសើរបានហើយហ្នឹងហើយអានេះចេះទេវាអាចរំខានមែនដូចថាអ្នកសួរនឹងយល់ត្រូវហើយកន្លែងថាអាសេចក្តីល្អដែលយើងធ្វើនោះទៅណាអស់ទៅខណៈអញ្ចឹងអានេះដូចចេះឧទាហរណ៍ថានៅពេលដែលយើងទៅប្រឡងណាអ្វីបើតែយើងមានចំណេះដឹងគ្រប់គ្រាន់ដែលយើងរៀនមកយូរហើយក៏ដោយប៉ុន្តែបើមានអ្នករំខានធ្វើឲ្យយើងវិលវល់ការធ្វើរបស់យើងអត់ល្អហើយមែនទេវារំខានព្រោះហ្នឹងវាជាគ្រឿងរំខានវិធីចិត្តស្លាប់ចឹងដែរវិធីចិត្តខ្សោយបើយើងទៅអ៊ូអែនៅហ្នឹងវាធ្វើឲ្យភាពវិលវល់ចិត្តគាត់ហ្នឹងវាកើតឡើងចឹងមែនដូច្នេះការរៀបចំឲ្យគាត់នៅស្ងប់ស្ងាត់គឺជារឿងល្អទៅយំសោកបោកខ្លួនហ្នឹងធ្វើឲ្យគាត់ខ្វល់មែននោះឯងហ្នឹងហើយអញ្ចឹងប៉ុន្តែយើងប្រឡងនឹងក៏ដោយបើយើងអត់រៀនទេស្ងប់ប៉ុណ្ណាក៏យើងធ្វើមិនចេញដែរគ្មានអ្នករំខានក៏យើងធ្វើអត់ចេញដែរដូចអ្នកស្លាប់នឹងអញ្ចឹងបើអត់មានបុណ្យអីផងទុកឲ្យគាត់នៅស្ងប់ក៏គ្មានបុណ្យណាទៅឲ្យផលគាត់កើតដែរក៏ប៉ុន្តែមានបុណ្យមកច្រើនហើយក៏ដោយបើមានរឿងរំខានក៏វាអាចកកស្ទះដូចស្មាលើកឧទាហរណ៍ថាពេលយើងរៀនតាំងពីក្មេងមកខំប្រឹងរៀនលេខ1មិនក៏ដោយទៅប្រឡងវាសម្បូរតែអ្នកកេះមុខកេះក្រោយរំខានចុះឡើងធ្វើឲ្យយើងបែកហៅថាបែក concentration អាការបដោតចិត្តរបស់យើងធ្វើអត់បានល្អអញ្ចឹងហើយទី2បើយើងទិញស្បង់ប៉ះចំត្រៃជាត្រៃស្បង់ដែលលោកក្រងយកមកធ្វើកឋិនតើវាមានបាបឬអានិសង្សយ៉ាងណាយើងអត់មានបញ្ហាអីទេចង់ទិញពីណាក៏បានទិញពីលោកក៏បានទិញពីប្រែតពីនរកទិញពីណាក៏បានណាឲ្យតែជារបស់យើងយកមកមិនមែនជាការលួចគេអត់មានខុសអីទេយើងអ្នកធ្វើគ្មានខុសអីទេគ្មានខាតអានិសង្សឲ្យសំបីប៉ិនក្បាលចៃប៉ុន្តែបញ្ហាត្រង់ថាបើសិនជាយើងទិញចំរបស់ដែលជារបស់សង្ឃដែលមិនបានធ្វើកិច្ចត្រឹមត្រូវហើយយើងទិញពីលោកមកអញ្ចឹងវានៅជារបស់សង្ឃឡើយរឿងខូចហ្នឹងមិនមែនខូចកឋិនយើងទេកុំយល់ថាកឋិនយើងខូចអត់ខូចទេខូចកឋិនលោកពួករបស់ហ្នឹងហាមរបស់សង្ឃរបស់អីអញ្ចឹងណាហ្នឹងហើយប៉ុន្តែម្ចាស់ទានអត់មានខូចទេកុសលបណ្ណាមហាកុសលបណ្ណាគឺនៅប៉ុណ្ណឹងដដែលប៉ុន្តែរឿងបញ្ហារឿងលោកនោះទេមិនមែនបញ្ហាយើងទេកុំមកបំភ័យគ្នាទៅវាគ្មានបានបនបានហើយមួយចិត្តយើងជ្រះថ្លាប៉ុណ្ណាមហាកុសលឯណាទៅកំតិចដោយស្បង់ជីវរនោះអញ្ចឹងបានថាឲ្យរៀនបរមត្តទៅគឺច្បាស់ហើយទេពទូសវណ្ណតារាខ្ញុំកណាមានបងប្រុសម្នាក់គាត់រៀនចប់បរិញ្ញាហើយមានការងារគួរសមមួយតែដោយសារគាត់តែងតែស្ដាប់ធម៌តាំងពីតូចដូចមានឧបនិស្ស័យជាមួយធម៌ហើយប៉ុន្មានឆ្នាំក្រោយគាត់តែងតែស្ដាប់ចាស់គ្រូគាត់ក៏មានសទ្ធាជ្រះថ្លាចង់បួសរៀនដើម្បីបានសិក្សាពធឲ្យបានជ្រៅជ្រះតែគាត់មានអាយុ30ឆ្នាំហើយតើគាត់អាចបួសបានទេបួសមិនប្រកាន់អាយុទេអាយុប៉ុន្មានក៏បានដែរកុំអោយតែតូចពេកដូចថាក្រោម7ឆ្នាំក្រោមអីវាអត់តាន់ដឹងក្តីឲ្យតែដឹងក្តីបួសបានហើយឲ្យតែមានសទ្ធាជ្រះថ្លាពិតប្រាកដហើយគ្រាន់ថាបើចាស់ពេកអានឹងក៏ពិបាកដែរចាស់78អីចឹងទៅណាប៉ុន្តែតែបួសបាន
តែព្រះអង្គត្រាស់ថាវាមានផលលំបាកសម្រាប់អ្នកចាស់បួសព្រោះកាលណាបួសត្រូវការសិក្សារៀនសូត្រហើយគ្រូអ្នកចេះដឹងហ្នឹងអាចនៅក្មេងជាងទៅឧបជាអាចនៅក្មេងជាងឬក៏ត្រូវតែសុំនិស្ស័យគ្រូដើម្បីរៀនសូត្រចាស់នឹងក៏ដោយប៉ុន្តែបួសក្រោយគឺត្រូវតែគោរពគ្រូហ្នឹងអញ្ចឹងទីមួយគឺទ្រាំនឹងការទូនមានរបស់គ្រូអត់បានទេមានអ្នកចាស់យើងដឹងស្រាប់ហើយមានអ្នកជាគិតហ្នឹងលោកនេះផែចៅអញសោះមកស្ដីបដៅអញអីចឹងព្រះអង្គត្រាស់រឿងហ្នឹងចឹងអាមេនេះអញចាស់ហ្នឹងវាធ្វើឲ្យទទួលការសិក្សារៀនសូត្រមិនបានល្អហើយម្យ៉ាងទៀតការចងចាំហ្នឹងក៏វាមិនប្រកែស្ទុកហើយជាពិសេសគឺមេនេះហ្នឹងមកដែលធ្វើឲ្យចាស់បួសហ្នឹងមិនអាចរីកចម្រើនបានដោយសារមេនេះថាអញចាស់ឃើញណាប៉ុន្តែមិនមែនថាបួសមិនបានទេដែលព្រះអង្គត្រាស់រឿងហ្នឹងព្រះអង្គនៅតែអនុញ្ញាតដើម្បីរំលឹកចាស់ទាំងឡាយដែលទៅបួសនោះកុំឲ្យយកអាចាស់ហ្នឹងយកទៅប្រើនៅក្នុងភ្នោះហ្នឹងទៀតថាចាស់អាយុមែនប៉ុន្តែបួសក្រោយរៀនក្រោយប្រកាសជាមិនចេះដូចអ្នកបួសមុនរៀនមុនទេយើងត្រូវតែរៀនយកពីគេអញ្ចឹងព្រះអង្គក៏រំលឹកអញ្ចឹងធ្វើដូចជារាធៈព្រាហ្មណ៍គាត់អាយុជិត8ហើយគាត់ទៅបួសហើយភិក្ខុដតីគាត់ទៅសុំបំពោះភិក្ខុផ្សេងអត់ហ៊ានបំពោះទេខ្លាចបាក់បដៅកណានៅក្មេងអញ្ចឹងបួសមនុស្សចាស់បំពោះមនុស្សចាស់ពិបាកបដៅមនុស្សចាស់គេអត់ហ៊ានព្រះអង្គសួរមើលអ្នកណាអាចបំពោះរាធៈបានទេតាហ្នឹងតារាធៈហ្នឹងភិក្ខុផ្សេងអត់ហ៊ានបួសចាស់បួសបាក់តែមិនមែនមានន័យថាព្រះអង្គហាមទេប៉ុន្តែបាក់បដៅយល់បាក់បដៅហើយបានព្រះសារីបុត្រលោកនឹករលឹកឃើញគុណណាគុណរាធៈហ្នឹងធ្លាប់ដាក់បាតព្រះសារីបុត្រអញ្ចឹងព្រះសារីបុត្រលោកនឹកឃើញគុណព្រាហ្មណ៍ហ្នឹងឃើញថាគាត់អត់មានអីទេចាស់ហើយនៅតែឯងហើយបេះពីមាត់ពីកមកដាក់បាតលោកហើយលោកនឹកឃើញទៅបានលោកលើកដៃព្រះអង្គទុកឲ្យខ្ញុំព្រះអង្គអ្នកបួសបំពោះគាត់ទៅចុះរាធៈហ្នឹងក៏សប្បាយចិត្តហ្នឹងហើយរាធៈហ្នឹងដឹងខ្លួនថាអូអញចាស់ហេតុដែលភិក្ខុសង្ឃអង្គដតីលោកមិនងាយបំពោះអញហ្នឹងគឺមូលហេតុខ្លាចអញហ្នឹងពិបាកបដៅនឹងតែមកលោកដឹងខ្លួនលោកដល់ពេលព្រះសារីបុត្របំពោះអញ្ចឹងលោកដាក់ខ្លួនលោកដូចកូនក្មេងអញ្ចឹងចាស់ហើយបច្ចុប្បន្នចាស់ហើយប៉ុន្តែលោកដាក់ទៅដូចជាកូនសាមណេរតូចអញ្ចឹងស្ដាប់បង្គាប់គ្រូឲ្យរៀនអីរៀនហ្នឹងរហូតដល់ព្រះសម្មាសម្ពុទ្ធសរសើរគឺអញ្ចឹងតើអញ្ចឹងបានយើងរៀនចេះកុំយកចាស់ហ្នឹងទៅក្អេងក្អាងមិនល្អហ្នឹងប៉ុន្តែអាយុប៉ុន្មានក៏បួសបានដែរដូចជម្រាបចឹងប៉ុន្តែសំខាន់តែយកមានអ្នកចាស់ហ្នឹងទៅរៀនអត់ចេះទេបានលោកតាសម្មាសម្ពុទ្ធហ្នឹងក្អេងក្អាងជេរវាចោលយាយពេញទៅវត្តទេឡោះបន្តទៅទៀតឆេកូមានសំណួរមួយទៀតសូមឲ្យអាត្មានឹងឆ្លើយថាតើយើងគួររៀនអ្វីខ្លះដើម្បីអាចរស់នៅដោយស្ងប់ស្ងាត់ក្នុងសង្គមច្របូកច្របល់នេះបានហ្នឹងការច្របូកច្របល់ដោយសារអីដោយសារចិត្តមិនបានរៀបរយបើចិត្តរៀបរយហើយទីណាក៏ស្ងាត់ដែរទីណាក៏មិនច្របូកច្របល់ដែរចឹងបាននៅពេលដែលព្រះបរមគ្រូព្រះអង្គពន្យល់ធម៌សម្ដែងធម៌ដល់មនុស្សរាប់ម៉ឺនអ្នកអីចឹងព្រះអង្គមិនដែលគិតថាព្រះអង្គនៅជាមួយមនុស្សរាប់ម៉ឺនអ្នកទេបតីរបស់ព្រះអង្គតែងបង្អោនទៅរកវិវេកជានិច្ចមានរឿងមួយវិខមួយអង្គហ្នឹងលោកទៅបិណ្ឌក៏តែឯងមកឆាន់ក៏តែឯងសឹងក៏តែឯងចម្រើនធម៌ក៏តែឯងរហូតល្បីឮតដល់ព្រះអង្គ
ông có rộp rương bị khổ nâng bán pre đầm miên bậc phía ông tha tạ tha quất mình hớ bộc cô đào tại anh cùi tại anh đi tại anh sân ở chăn tại anh rồi bất thô tại anh nó tha chiếc bộc cô tại anh nụ tê mạch bàn mình tại anh cùi tại anh bên chất về miền nông này anh nó nâu mũi kỳ lẽ nó phải anh nè cùi nó kêu cô chờ tại anh nó pre tại anh mình chất về tại anh nó nức sa mai khơi này nức sa mai khơi nó hai một thằng mình tại anh vì pro chỉ bốc chỉ bó chỉ muốn nâng kỹ lẹ chân tua đây chỉ bốc chỉ bó men tên mấy người ngày khéo ấy tua chỉ bốc chỉ bó đây bọn sầm đá cứ chỉ bốc chỉ bó plei chặt nè à thấy ban bọn prap thà ta bốc cô bạp na tấu đây chỉ một thà và prep từ tại anh bật tu trên đâu không còn đá chùm nào mình đâu này chùm nào nó đừng dừng vậy thà chỉ bột chỉ bỏ nó tại ai nó là việc mày tới để hà thật tại ai mình tên nó ông thà bột cố ai luôn đâu tại ai bán bật tu trên đâu không còn đá chùm nôm mình đâu giang nà có đói ai bật từ tại ai bàn tròn này giang nà tròn này thà khăn nặng khơi rú sạch ra lực bàn thà miên trăm tài rúp bà cọt lãng miên trăm tài chỉ thiệt khơi cọt lãng vì ọt miên là nà tổng ọ đấy nhé sạch ra lực bàn thà khăn nạ khơi miên trăm tài thiệt khơi mình miên là nà tổng ọ tiền khuôn anh chỉ nẹ khơi có khả miên này khăn nạ lứ à nhóc ở nhà mấy cái đó có phần test tệ là lực ban tha vì miên trăm tay chi thiệt lư nè nà có mình miến anh chỉ nè lư có mình miên này vì miên trăm tay chi thiệt lư muối đây phải cọt là nắng nó tệ khơi chẳng thùng khăn đằng rua đằng phọt thập viện thầm mì rắm có đôi khi khả năng chặt cất tới nó cất tới có phần tay sẽ tệ năng tam toán tham mình miên trăm tay chia chất đại và bật tới phần nó arom nó có mình miên chỉ là ná ấy chất đây có vùng nơi cất có men chỉ tu luôn anh đại nè vậy nhé nếu anh chúng ta tại ai cái đa mà nước mấy cái đó mà nước mà rồi nè và cọt lãng trăm tay chỉ rủ mà nước đi dây mà rồi nè và cọt lãng trăm tay sầm lệ khi mà này ai nhỉ mình đây là comment say rung khan bán này mà nước bạn ní tớ chúng ta trạch tư tại ai không yên mà nước nào rung khan bán này ta mà nông coi mà này anh coi nước sữa nó hay này nó men mua tại ai để chặt nó chỉ bột chỉ bỏ nè ở cha nè và ông rô phiếp ngọc sọc khơi tụt bay chỉ nếu còn đá chùm nồng chuôn cỏ đòi nè đây dân trâu riêng trâu lực nâng chẳng xà la lô của mùi này này chỉ mò đạt cài chất hay giang cua mùi giang cua chắc ấy đôi chỉ lô phong này giang cua mình dòng cú được có cua hay là cái này an mình trâu ấy còn bậc cành nhôm sợi cái ná cọt bậc cài đồ u nè hãy khăng trơn tại mình vị thi là o ná chui vào vô cọt bây giờ trong cài chỉ rất mà nó mình nè phliêm đòi cọt mình toàn ban vô lấy dân cài mà bạn này tôi là xăm mà chỉ rất nó vừa sườn xóm màu nó mình đăng vào man cặp mà hơi thế mà nữa chỉ đặt chân là u chán với tôi chỉ nhiên á là u nó nhiên này bộ bờ ban là u thế còn đôi mò chết đây là nó phơi ca và đa liên chan và đa nó mọt nó từ và đa ấy xưa thà mấy mà tôi chẳng còn bên trong này chuyên các vấn đề bầm bàn giấy biết tè vì đợi mình càng nghĩ ấy đôi nhìn vào đây giống bạn đạm mà vào đấy bằng cá mà nó lỗ cái nhiên này
ចឹងនៅបន្ទល់តែធ្វើយ៉ាងម៉េចឲ្យគាត់យល់ម្ដងបន្តិចខ្លួនគាត់មានពេលរៀនពីខ្លួនគាត់ហើយមនុស្សអាចកែប្រែបានមែនតែនទៅវាទល់តែជួបហេតុណាមួយដែលវាគិតថាវាអស្ចារ្យក្នុងជីវិតអីចឹងហើយគាត់ភ្ញាក់ដោយខ្លួនឯងហ្មងតែយើងទៅប្រាប់ទៅដាស់ទៅទឿនហ្នឹងងាយទេងាយព្រោះចរិតហ្នឹងវាចេញពីក្នុងមកអញ្ចឹងបើយើងមិនធ្វើឲ្យគាត់យល់ពីក្នុងមកដែរទេគាត់ពិបាកកែណាហ្នឹងមនុស្សយើងវាខ្វះហល់ថ្ងៃខ្វះការសិក្សាពីខ្លួនឯងវាច្រើនឲ្យគេរៀនជំនួសឲ្យគេធ្វើជំនួសបនអញ្ចឹងដែរអត់ធ្វើខ្លួនឯងចង់ឲ្យគេធ្វើជំនួសតែយូរធ្វើបនធំម្ដងឲ្យលោកមកធ្វើឲ្យអាចារ្យធ្វើឲ្យហើយខ្លួនឯងមិនធ្វើទេព្រោះហៅអាចារ្យហៅមកធ្វើអីហៅមកធ្វើឲ្យហ្នឹងឯងអញ្ចឹងខ្លួនឯងនេះគ្មានបានសំបនសំកុសលកាយប្រែចរិតលក្ខណៈអីអត់ទេអញ្ចឹងមនុស្សដែលកែបានវាទល់តែយល់ថាអាល្អូនឹងខុសសិនវាទល់តែឲ្យគាត់ដឹងថាល្អូនឹងខុសសិនចុះបើនៅគាត់នៅតែបន្ទោសអារបស់ខាងក្រៅហ្នឹងវាមកពីអញ្ចឹងមកឲ្យខ្ញុំល្អូមិនឃើញរបស់ខាងក្រៅហ្នឹងហើយអញ្ចឹងបញ្ហារបស់មនុស្សម្នាក់គឺត្រូវកែពីក្នុងដូចលោកប្អូនអញ្ចឹងគឺត្រូវរៀនបង្រៀនខ្លួនឯងមួយទៀតថាកុំឲ្យទាស់ជាមួយញោមល្អូហ្នឹងទៅទៀតព្រោះយើងទាស់ជាមួយគាត់ល្អូហ្នឹងយើងវាមានបញ្ហាដូចគ្នាដែរព្រោះយើងមិនយល់ធម្មជាតិរបស់គាត់ល្អូវាល្អូហើយដល់យើងខឹងគាត់ល្អូយើងវាល្អូខាងក្នុងគាត់ល្អូខាងក្រៅយើងល្អូខាងក្នុងស៊ីដល់ស្អីញោមល្អូឲ្យល្អូប៉ុនសួរណាអ្នកល្អូយើងក៏ល្អូដែរយើងល្អូក្នុងអាចិត្តយើងកំពុងល្អូអត់មាត់ទេបើល្អូបាក់ចិត្តណោះហ្នឹងពាក្យល្អូហ្នឹងមិនតល់តែមាត់ទេណាក្នុងចិត្តយើងល្អូធុញយើងអត់យល់គាត់យើងអត់យល់ពីគាត់ដែរអញ្ចឹងចង់កែប្រែដូចខ្ញុំកណាអាត្មាថ្លែងនិយាយអញ្ចឹងចង់លាងរបស់ដែលវាប្រឡាក់មន្ទិលហ្នឹងវាទល់តែយកទឹកស្អាតយកទៅលាងកុំយករបស់កក្រិចយកទៅលាងទោះបីវារបស់ចាស់ចេញបាត់ក៏កក្រិចថ្មីវាជាប់នៅក្នុងដែរហ្នឹងហើយឲ្យគាត់រៀនយល់ពីខ្លួនឯងខ្លះតិចអញ្ចឹងទៅមានការផ្លាស់ប្ដូរអារម្មណ៍ឃើញថាយើងសិក្សាពីគាត់ថាតើហេតុអីបានបណ្ដាលឲ្យគាត់ល្អូច្រើនអញ្ចឹងជួនកាលគាត់ការងារច្រើនពេកអាកប៉ិកកពុកច្រើនពេកធ្វើឲ្យមនុស្សល្អូដែរអញ្ចឹងឬក៏មានប្អូនស្រីនៅផ្ទះនៅអីកុំចាំតែគាត់ស្ដីក៏អីយើងឲ្យបងប្អូននឹងចេះធ្វើកិច្ចការងារជួយការងារគាត់អីធ្វើអីស្អាតដែរគឺគាត់ល្អូតែដដែលហ្នឹងដេកអត់ងើបគាត់ស្ដីចានលៀងជ្រះវារឿងវាគួរឲ្យគាត់ស្ដីដែរកន្លែងខ្លះហ្នឹងហើយវារួមផ្សំគ្នាវាទៅជួយសហការគ្នាច្រើនហើយយើងចង់ឲ្យគាត់កែមុនគាត់ចង់ខ្លួនឯងហ្នឹងមិនមែនជារឿងស្រួលទេភិក្ខុទិនសវណ្ណោគណៈសូមការថ្វាយបង្គំគ្រូតើក្នុងវស្សាភិក្ខុអាចសឹកលាចាកសិក្ខាបទបានទេអើយក្នុងវស្សាក្រៅវស្សាបួសក៏បានសឹកក៏បានតែអត់អីទេតាមវិន័យបណ្ឌិតតាមទម្លាប់អានឹងបើសួរវាមានពីរណាបើសួរថាតាមធម៌វិន័យបួសបានសឹកបានទេក្នុងវស្សាឬក៏ក្រៅវស្សានោះអញ្ចឹងបើតាមធម៌វិន័យគ្មានកំណត់ទេក្នុងវស្សាក្តីក្រៅវស្សាក្តីចុះបើតាមទម្លាប់ប្រពៃណីយ៉ាងម៉េចដែរទម្លាប់ប្រពៃណីយើងវាសម្បូរការប្រកាន់ថាបួសក្នុងវស្សាក៏មិនបានសឹកក្នុងវស្សាក៏មិនបានដែរហើយតែភិក្ខុណាសឹកក្នុងវស្សាច្រើនតែគេឮថាមានបញ្ហាអីមានត្រូវអាបត្តិធំអីចឹងទៅគេបដិញ្ញឲ្យសឹកអីចឹងណាអានឹងទម្លាប់ទេប្រពៃណីទេទម្លាប់អញ្ចឹងហើយបាននៅក្នុងទ្វារទុសមាស
ក្នុងសភៅទំនៀមខ្មែររាប់ពីពិធីបំបួសនេះមុនចូលវស្សាហើយមិនបានគាត់បង្កើតប្រពៃណីហ្នឹងដោយសារអ្នកមកចង់បួសអីហ្នឹងគាត់បង្កើតជាប្រពៃណីជាទម្លាប់ជាជំនឿតគ្នាមកថាបួសខែហ្នឹងជាខែបួសឲ្យចូលវស្សាហើយទៅចូលវស្សាចង់សឹកក្នុងវស្សាក៏មិនបានដែរខុសទម្លាប់បំណងរបស់គាត់ហ្នឹងដើម្បីអីថាកុំឲ្យឆាប់សឹកពេកឲ្យរៀនយ៉ាងហោចឲ្យបាន3ខែដែរចេញវស្សាចាំសឹកក៏មិនដេញមួយអាទិត្យសឹកឬសឹកស្រេចទាំងក្បាលវាល់នោះគ្មានរបៀបរបបអញ្ចឹងណាចាស់យើងបង្កើតរបបមកអញ្ចឹងមិនជាខុសទោះអីទេគាត់បង្កើតហ្នឹងក៏មួយយ៉ាងរបស់គាត់ចឹងដែររហូតដល់អ្នកខ្លះស្រឡាញ់គេមិនហ៊ានសឹកក្នុងភាសាខ្លាចវាខុសនោះបានសមុទ្រច្រៀងសម្បួរមាសអើយផ្លែលក្ខសន្លឹកណាបងប៊ូហើយសឹកទៅដណ្ដឹងស្រីអក្សរាសាស័ព្ទលាក់ក្រោមក្តារកៃអូនកុំយកប្តីក្រោយរដូវភ្ជុំណាមុនរដូវភ្ជុំព្រោះភ្ជុំវានៅក្នុងភាសាចាំភ្ជុំហើយចាំគិតគូបងសឹកចេញភាសាអាហ្នឹងពាក់ព័ន្ធនឹងប្រពៃណីហ្នឹងឯងបើមិនពាក់ព័ន្ធនឹងប្រពៃណីហ្នឹងទេអត់មានចម្រៀងហ្នឹងឯងចម្រៀងហ្នឹងវាឆ្លាញ់គេឥឡូវសឹកវាឥឡូវអាហ្នឹងវាតាមវិន័យចង់សឹកថ្ងៃហ្នឹងក៏បានងាកហ្នឹងក៏បានសឹកថ្ងៃហ្នឹងស្អែកការក៏បានអត់មានបញ្ហាអីទេវិន័យឲ្យតែសឹកផុតហើយសឹក1ម៉ោងការសឹកកន្លះម៉ោងការអត់បញ្ហាអីទេវាខណៈយើងប្រកាន់អូយទំសឹកសក់មិនតាន់វែងផងការអាហ្នឹងយើងអ្នកប្រកាន់ទេហ្នឹងយើងអ្នកប្រកាន់ដែរដូចអ្នកទៅបួសអញ្ចឹងវាមិនមែនចាំបាច់តែលេងប្រពន្ធមួយឆ្នាំហើយសឹកលេងភ្លាមបួសភ្លាមក៏បានឃើញទេឲ្យតែចិត្តជ្រះថ្លាលេងភ្លាមបួសភ្លាមហ្នឹងចូលពីផ្ទះភ្លាមបួសភ្លាមហ្នឹងមានបញ្ហាអីចង់សឹកមកវិញសឹកភ្លាមការភ្លាមហ្នឹងមានតែស្អីបើយើងវាមិនសមទៅសឹកភ្លាមអីវាភ្លាមពេកអញ្ចឹងទៅគឺអាហ្នឹងភ្នែកប្រជាជនមើលទេប៉ុន្តែវិន័យអត់មានបញ្ហាអីអញ្ចឹងឆ្លើយពីនៃអញ្ចឹងណាតាមធម៌វិន័យរបស់ព្រះពុទ្ធបរមគ្រូនៃយើងរឿង3ខែនេះឲ្យចាំភាសាចំពោះតែភិក្ខុសាមណេរដែលត្រូវតែចាំភាសាប៉ុន្តែมันមានកំណត់ថាឲ្យនៅរហូតអីទេតែចង់សឹកឬក៏ធ្វើខុសឲ្យសឹកពេលណាក៏បានដែរអត់បញ្ហាអីទេតែបើតាមទំនៀមខ្មែរសឹកក្នុងភាសាមិនល្អទេអាហ្នឹងឆ្លើយតាមទម្លាប់ណាតាមទំនៀមតាមទម្លាប់ចាស់យើងក៏មានរបៀបទៅដើម្បីឲ្យកុលបុត្រហ្នឹងដែលបានបួសមុនចូលវស្សាហៅថាថ្ងៃកោថ្ងៃអីហ្នឹងហៅថាថ្ងៃដង្ហែនាគណាថ្ងៃដង្ហែនាគបួសជាវប្បធម៌ខ្មែរជាប្រពៃណីមកចឹងដល់ចឹងទៅមានតកូលជាអ្នកកាន់គោរពពុទ្ធសាសនាអីចឹងទៅយើងរក្សាប្រពៃណីហ្នឹងដល់ពេលហ្នឹងនាំកូនទៅបួសនាំគ្នាបំបួសកូនអីចឹងទៅឲ្យបាននិស័យជាប់នឹងពុទ្ធសាសនាអញ្ចឹងណាបួសហើយស្អែកឡើងចាស់មកបវារណាចូលវស្សា3ខែថ្ងៃ1រោចក៏បវារណាចូលវស្សាថានៅឲ្យបានគ្រប់3ខែឃើញទេតាំងចិត្តថានៅឲ្យបានគ្រប់3ខែយ៉ាងហោចអញ្ចឹងប្រពៃណីហ្នឹងថាអាក្រក់ក៏មិនអាក្រក់ថាល្អក៏បានតែបើយើងគិតថាតសឹកក្នុងភាសាចង្រៃអីចឹងអាហ្នឹងយើងគេថានឹងប៉ុណ្ណឹងហើយមិនសួរនឹងចង់សឹកអីទេឈ្មោះឡាយសុធាយ៉ាងណាបានបាត់បង់លោកឪពុកដែលជាទីគោរពស្រឡាញ់មានការពិបាកចិត្តខ្លាំងសូមលោកចាស់គ្រូជួយផ្ដល់គំនិតខ្លះហ្នឹងហើយគំនិតគឺឲ្យស្ដាប់សតិប្បដ្ឋានវិបស្សនាការតាមដានចិត្តណាទីមួយត្រូវបំបត្តិចំណងថាធ្វើម៉េចកុំឲ្យបាក់ចិត្តបំបត្តិចំណងនឹងមួយបធូរវាមកវិញថាត្រូវទៅតាមដានចិត្តមើលហើយវិធីតាមដានចិត្តមើលរើសយកធម៌ណាដែលពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃវិធីតាមដានចិត្តនឹងឯងព្រោះឪពុកក៏នៅតែក្នុងអារម្មណ៍របស់ចិត្តនឹងឯងកាលណាយើងតាមដានចិត្តបានហើយវារសាយហើយមិនបាច់ប្រឹងទប់ទេនឹកក៏នឹកទៅមានអីកុំបំភ្លេចក៏ប៉ុន្តែយើងត្រូវនឹក
ឲ្យខ្លាយជាកម្លាំងហ្នឹងហើយយើងនឹកខ្លាំងហ្នឹងមកពីយើងវាជាប់ជាពាក់ខ្លាំងយើងវាស៊ីអារម្មណ៍ខ្លាំងពេកណាគាត់នៅទៅគាត់ផ្ដល់នេះឲ្យគាត់ទៅយើងពិបាកវាមិនមែនរឿងពិបាកចិត្តពិបាកទាំងការងារអីទៀតព្រោះយើងជួនកាលយើងពឹងលើគាត់ខ្លាំងពេកយើងអត់ព្រមប្រឹងខ្លួនឯងដល់អស់គាត់ទៅដូចអស់អីចឹងហេលហាលធ្វើអីក៏មិនកើតយើងអត់រឹងមាំណោះហ្នឹងហើយចឹងការប្រត់ប្រាស់របស់ជាទីស្រឡាញ់ហ្នឹងវាអញ្ចឹងហើយក៏ប៉ុន្តែបើយើងមានខ្លួនឯងជាទីពឹងទុកក្តីស្រឡាញ់នោះទៅជាធម៌ពលពិសេសឲ្យយើងជំរុញការងារណាមួយឲ្យទៅជាប្រយោជន៍ឧទាហរណ៍ថាយើងសិក្សាពីគាត់ស្រឡាញ់អីអាវ៉ាតរបស់គាត់នឹងយ៉ាងម៉េចហ្នឹងហើយស្មាអត់បំភ្លេចញោមប្រុសស្មាអត់បំភ្លេចស្មានឹកគាត់ពេលណាធ្វើឲ្យស្មាមានកម្លាំងចិត្តរហូតអត់មានព្យាយាមបំភ្លេចទេមានតែធ្វើម៉េចឲ្យចងចាំទៀតដាក់រូបថតដាក់ស្អីស្មាអត់បំភ្លេចអត់ព្យាយាមបំភ្លេចអ្នកដល់ច្រើនគេថាអូយមិនហ៊ានមើលរូបទេខ្លាចវាអញ្ចេះខ្លាចវាអញ្ចោះខ្លាចវានឹកអីអញ្ចេះអញ្ចោះស្មាថាអូអត់កំណើតទេចឹងស្មាអត់បំភ្លេចដូចយើងរលឹកព្រះសម្មាសម្ពុទ្ធនោះទៅជាពុទ្ធានុសតិអីចឹងយើងទៅខំបំភ្លេចប្រពុតធ្វើអីរលឹកទៅរលឹកឲ្យកើតកុសលពុកម្ដាយយើងក៏ដោយនឹកទៅប៉ុន្តែកុំឲ្យនឹកទៅកើតរឿងអកុសលនឹកឲ្យវាคล้ายទៅជាកម្លាំងចិត្តធ្វើអីមួយឲ្យទៅពេលអាត្មាធ្វើការងារអីព្រោះអាត្មាវាធ្លាប់តាំងពីក្មេងជាមួយឪពុករបស់អាត្មាហ្នឹងញោមប្រុសហ្នឹងអាត្មាមកពិភពលោកនេះអ្នកណាមិនយល់ពីអាត្មាឲ្យតែញោមអាត្មាយល់ពីអាត្មាគិតចឹងទៅរៀនក៏ដោយឲ្យតែមកវិញបានបន្ទុកល្អរត់យកទៅឲ្យពុកមើលណាបង្ហាញគាត់បប៊ូហើយនឹងទៅរៀនឯណាណីក៏ដោយរៀនចេះអីហ្នឹងគឺថាយកស្អីដែលចេះហ្នឹងទៅបង្ហាញគាត់ជាមោទនភាពនៅពេលដែលគាត់ដឹងអីចឹងណារហូតទុកអារសាអញ្ចឹងរហូតដល់គាត់ស្លាប់ទៅអាត្មាធ្វើរូបគាត់ធំនៅនឹងពេលអាត្មាមានការធ្វើប្រហែលគណៈអាត្មាកលេចឃើញគាត់ទៅមកប្រឹងទៀតហ៎ហល់ថ្ងៃទោះបីមិនមានរូបអីនៅចិត្តមែនប៉ុន្តែឲ្យតែពេលអាត្មាធ្វើការងារជាប្រយោជន៍ណាមួយអង្គុយសរសេរអត្ថបទណាមួយអង្គុយរៀនអីមួយអាត្មាជា feel ថាដូចឪពុកអញនៅចិត្តមើលអញកំពុងធ្វើអី feel ចឹងហល់ថ្ងៃចឹងឲ្យពេលអាត្មាសរសេរអីដែលមានប្រយោជន៍ចឹងណាកំពុងគិតអីមួយតែងកណាប់អីមួយសរសេរឬក៏រៀនអង់គ្លេសអីចឹងទៅព្រោះម៉ែញោមប្រុសរបស់អាត្មាគាត់ចូលចិត្តអ្នករៀនណាឲ្យតែឃើញកូនសរសេរនឹងស្អាតសរសេរគាត់សប្បាយចិត្តណាចង់ឲ្យតែកូនរៀនព្រោះគាត់មិនសូវចេះទេប៉ុន្តែគាត់ស្រឡាញ់ការរៀនហើយកាលនោះអាត្មារៀនអង់គ្លេសអីចេះតិចទៅអានគាត់ស្ដាប់គាត់សប្បាយចិត្តណាតែចឹងឥឡូវនេះទោះបីអាត្មាមករំលឹកមេរៀនវិញឲ្យទៅពេលអាត្មាសរសេរអីចឹងអាត្មានឹកឃើញនៅដូចឪពុកអាត្មានៅចិត្តចឹងគាត់ថាដូច feel ចឹងហើយសប្បាយចិត្តអត់មានតោមណោះអត់មានទៅយំសំណោះអីទេអត់ទេតែ feel ថាដូចបានធ្វើឲ្យឪពុកសប្បាយចិត្តចឹងការងាររបស់អញកំពុងធ្វើហ្នឹងគឺកំពុងតែធ្វើបំពេញទឹកចិត្តគាត់អូពេលឃើញអាត្មាទៅបញ្យលធัวគេទៅគាត់ក៏យល់ទៅគេក៏សប្បាយចិត្តអីចឹងទៅឲ្យតែពេលមានអ្នកយល់អីមួយចេះនឹកឃើញអូបើឪពុកអញនៅគាត់សប្បាយចិត្តឃើញអញធ្វើទៅនិយាយទៅគេយល់ចឹងសប្បាយចិត្តទៀតនឹកគាត់នេះសប្បាយចិត្តទៀតអញ្ចឹងមិនបាច់បំភ្លេចទេមិនបាច់ព្យាយាមបំភ្លេចទេនឹកចោះប៉ុន្តែនឹកប្រែคลายការនឹកក្តីស្រឡាញ់ហ្នឹងធ្វើឲ្យទៅជាកម្លាំងចិត្តនៅក្នុងការងារដ៏ល្អសម្រាប់ជីវិតរបស់យើងថ្មដូចជាមិន recommend ឲ្យទៅបំភ្លេចសោះរឿងមនុស្សជាទីស្រឡាញ់ជាពិសេសឪពុកម្ដាយអីហ្នឹងតែនឹកឲ្យធ្វើការងារជាប្រយោជន៍